សំណួរអ្វីខ្លះដែលយើងអាចយកមកសួរដើម្បីទាក់ទាញទស្សនិកជនរបស់យើងប៉ុន្តែតាក់ទងទៅនឹងសំណួរដែលយើងអាចសួរដើម្បីទាក់ទាញទស្សនិកជនរបស់យើងទីមួយគឺយើងសួរដើម្បីឲ្យគាត់គិតព្រោះធម្មតានៅពេលដែលយើងឡើងបកស្រាយបើសិនជាយើងអាចសួរទៅឲ្យគាត់គិតប្រកបណាគាត់នឹងអាចចូលរួមនៅក្នុងការនិយាយរបស់យើងអញ្ចឹងបង្កើតសំណួរអ្វីមួយដែលធ្វើឲ្យគាត់គិតពិចារណាទៅលើប្រធានបទរបស់យើងទី2គឺសួរដើម្បីឲ្យគាត់ឆ្លើយបាទនេះគឺជាផ្នែកមួយសំខាន់នៅពេលណាដែលយើងអាចឲ្យគាត់ចូលរួមទាក់ទងទៅនឹងការឆ្លើយទៅលើសំណួររបស់យើងប្រកបណាគាត់ក៏មានអារម្មណ៍មួយថាគាត់ចាប់អារម្មណ៍ទៅលើប្រធានបទរបស់យើងហើយក៏ធ្វើឲ្យពួកគាត់នឹងមានការចូលរួមជាច្រើនពីអ្នកដទៃដែរអញ្ចឹងទី2គឺសួរដើម្បីឲ្យគាត់ឆ្លើយហើយនឹងទី3គឺសួរដើម្បីឲ្យគាត់មានសកម្មភាពបាទជាធម្មតានៅពេលដែលយើងកំពុងតែបកស្រាយបើសិនជាយើងអាចឲ្យគាត់មានសកម្មភាពមិនថាលើកដៃមិនថាបិទភ្នែកមិនថាធ្វើសកម្មភាពអីមួយទេគឺយើងកំពុងតែឲ្យគាត់កំពុងតែចូលរួមផ្ទាល់ជាមួយនឹងការបកស្រាយរបស់យើងអញ្ចឹងសរុបរួមមកទី1សួរដើម្បីឲ្យគាត់គិតទី2សួរដើម្បីឲ្យគាត់ឆ្លើយនិងទី3សួរដើម្បីឲ្យគាត់មានសកម្មភាពនឹងការបកស្រាយរបស់យើង